សម្រាប់គុណភាពរបស់សាលា AS សម្រាប់ខ្ញុំបើឲ្យខ្ញុំដាក់គឺពីលេខ1ដល់លេខ10ខ្ញុំបើអាចខ្ញុំនឹងដាក់លេខ11ឲ្យតែម្ដងខ្ញុំឲ្យបន្ទុក AS 10 លើ 10ខ្ញុំឲ្យបន្ទុក10 លើ 10ខ្ញុំឲ្យបន្ទុក10 លើ 10ចំពោះ AI ខ្ញុំឲ្យបន្ទុក10ដោយសារខ្ញុំមានកូនគាត់រៀននៅទីនេះខ្ញុំដឹងថាកូនខ្ញុំទទួលបានអីខ្លះពីសាលាសម្រាប់បងពេញចិត្តបងគាត់ថាមានគុណភាពខ្លាំងសម្រាប់កូនបងដោយសារកូនបងរៀននៅនឹង3នាក់ហើយបកែហ្មងដូចថា2នាក់នោះគឺបាននិទេស A រហូតហើយចំណេះដឹងគ្រូបរៀនមកគឺគាត់បរៀនល្អបងចូលចិត្តជាងគេវិន័យពេលបងទៅកម្មវិធីសាលាម្ដងបងដើរគ្រប់ទីកន្លែងគឺថាគ្រូតាមមើលល្អហើយវិន័យការបង្រៀនចូលចិត្តទុកដាក់ឲ្យកូនយើងមានសុជីវធម៌ល្អហ្នឹងគឺល្អបងពេញចិត្តហ្មងអត្តចរិតនៅកាពេយ៉ាគាត់ចេះស្គាល់ចាស់ទុំស្គាល់បងស្គាល់ប្អូនថាត្រូវនិយាយរបៀបម៉េចបើនិយាយពីវិន័យវិញគាត់ចេះដឹងថាពេលដែលគាត់មកពីសាលាគាត់ត្រូវម៉ោងណាដែលគាត់ត្រូវរៀនម៉ោងណាដែលគាត់ត្រូវលេងអ្វីដែលសំខាន់គឺគាត់ចង់មករៀនគាត់មានពួកម៉ាក់នៅសាលាតាំងពីចូលរៀនមកគាត់មានភាពក្លាហានសម្រាប់ក្នុងការទៅនិយាយឬមួយក៏លេងជាមួយក្មេងដទៃបានច្រើនការនិយាយស្ដីជាមួយឪពុកម្ដាយគាត់យល់គាត់ត្រូវប្រាប់យើងគាត់ប្រាប់ថាពីមុនមិនចង់ធ្វើអីខឹងអត់និយាយទេបាទឥឡូវមិនចង់ធ្វើអីគឺនិយាយអញ្ចឹងការរស់នៅការមើលថែកូនក៏ស្រួលជាងមុនដែរខ្ញុំចង់បណ្ដុះកូនឲ្យចេះភាសាខ្មែរគឺសាលា AS គឺជាជម្រើសទី1របស់ខ្ញុំជឿជាក់លើសាលាចំពោះការសិក្សាលទ្ធផលអីយើងមើលឃើញថាគូគាត់ល្អប៉ុណ្ណឹងយើងចាត់ទុកការអាចទទួលយកបានចំពោះការអប់រំនៅស្រុកខ្មែរកម្មវិធីសិក្សានៅសាលា AIS ពិតជាល្អដោយសារតែសាលាមានទាំងគុណភាពមានទាំងវិន័យច្បាស់លាស់មានបង្កើតនៅការប្រកួតប្រជែងគ្រប់ប្រភេទជាលក្ខណៈភាសាក៏មានដែលអាចជួយឲ្យសិស្សានុសិស្សគាត់មានភាពរីកចម្រើនមានភាពក្លាហាននិងបញ្ចេញសមត្ថភាពរបស់គាត់បានពិតប្រាកដមែនជាពិសេសគឺការអនុវត្តជាក់ស្ដែងកុមារគាត់មិនត្រឹមតែគាត់រៀននៅសាលាគាត់បង្កើតជាក្រុមហើយបញ្ចេញនៅសមត្ថភាពដែលគាត់មានគំនិតច្នៃប្រឌិតគាត់មានការសិក្សាមួយចំនួនវានឹងហុចផលប្រយោជន៍ទៅគាត់នៅថ្ងៃក្រោយខ្ញុំសម្លឹងឃើញសាលា AS គាត់មានវិសាលភាពក្នុងការអប់រំធំធេងបាទទាំងវិស័យ Digital ណាសាលាមានកម្លាំង app តាមដានកូនក្នុងការសិក្សាខ្ញុំនៅផ្ទះនៅកន្លែងធ្វើការក៏ដោយកូនមកដល់សាលាគឺវាលូតផ្លោកគាត់ scan ចេញគឺលូតផ្លោកអញ្ចឹងខ្ញុំដឹងព័ត៌មានទាំងអស់សាលាគេផ្ដល់ព័ត៌មាននៅតាម app ខ្ញុំពេញចិត្តទៅនឹងការអប់រំពីថ្នាក់តូចរហូតដល់ថ្នាក់ធំចាការអប់រំរបស់លោកគ្រូអ្នកគ្រូមានភាពកក់ក្ដៅនិងជួយបង្ហាត់បង្រៀនគាត់ឲ្យមានវិន័យចាំមិនថានៅក្នុងផ្ទះឬក៏នៅក្នុងសង្គមខាងក្រៅទេ